ខ្ញុំមិនធ្លាប់ស្គាល់គ្នាពេលវេលាបានឲ្យយើងខ្លាចជាមិត្តការរាប់អានដោយភាពចិត្តស្និទ្ធរីករាយលំបាកនឹងគ្នារាល់អនុស្សាវរីយ៍ពួកយើងគ្រប់គ្រាដូចនៅថ្មីធ្វើឲ្យខ្ញុំស្រណងអាល័យចាំក្នុងចិត្តគ្មានថ្ងៃភ្លេចបានស្នាមញញឹមគ្រប់គ្នាជាកម្លាំងចិត្តក្តីស្រឡាញ់ផុសចេញពីបេះដូងអ្នកផ្ដល់ឲ្យខ្ញុំតាំងពីដំបូងតទៅមិនសាបសូន្យឡើយអរគុណវេលាដែលឲ្យខ្ញុំស្គាល់អ្នកអរគុណលើការទុកចិត្តជឿជាបានធ្វើឲ្យខ្ញុំខ្លាចជាមនុស្សល្អម្នាក់ដល់ភាពជឿជាក់ជារៀងរហូតដែលយើងបានរួមចិត្តទួងការពិតពេលនឹងឃ្លាតគ្នា
ខ្លាយជាមិត្តល្អ ក្រោមដើមឈើមួយនៅក្នុងសាលាខ្ញុំអង្គុយលេងហ្គីតានឹងដល់រឿងកូនឡងកូនលែងមួយនេះហើយដែលយើងអង្គុយរំលឹកមេរៀនប្រឡងមិនរួមថ្នាំងបងបងតែងអង្គុយទីនេះអាគារធ្លាប់រៀនអីលើនេះគេសុំថ្មីមាននៅសេងសល់ໄວឡើយក្រៅពីអានុសាសូម្បីតែដើមឈើមួយនេះឯលើធំបែកមេសាខាកាយយើងនៅសង្សារវានៅទុយនៅឡើយវិទ្យាល័យកន្លែងដែលដល់ចំណេញខ្ញុំមានថ្ងៃនេះក៏ដោយសាររូបនាងដែរពីក្មេងក្នុងនាងខ្លាយជាពលរត់អอกក្នុងសង្គមនឹងគេមិនធ្វើឲ្យលោកពុំនាងម៉ែពីងបានចឹងក៏សុខដាំមិនក្រោមដើមឈើមួយនៅក្នុងសាលាខ្ញុំអង្គុយលេងហ្គីតានឹងដល់រឿងកូនឡងកូនលែងមួយនេះហើយដែលយើងអង្គុយរំលឹកមេរៀនប្រឡងមិនរួមថ្នាំងបងបងតែងអង្គុយទីនេះអាគារ